នេះមកមុខបហូបពិសេសទៀតហើយគឺស្ងោរចាំជំនីជ្រូកជាមួយនឹងប្រហិតសាច់គោបងប្អូនចុះដល់ថាខ្ញុំធ្វើវាណាចាំទស្សនាសកម្មភាពខ្ញុំធ្វើដល់គ្នាបងប្អូនជាដំបូងនេះខ្ញុំត្រូវលេងខ្ទឹមសច្រាមចូលសិនលេងឲ្យវាឡើងឈ្ងុយតិចមកបាញ់ខ្ញុំដាក់ឆ្អឹងជំនីជ្រូកចឹងទៅខ្ញុំឆាត្រឡប់មកឲ្យឆ្អឹងជំនីជ្រូកនឹងវារៀងឆ្អិនតិចមកបាញ់ខ្ញុំវាយគ្រឿងខើចូលចឹងទៅមានទឹកពីងខ្យងមានស្ករសមានរ៉ូឌីមានទឹកត្រីទៅតាមដូចជាខ្ញុំត្រូវការចឹងណាតមកទៀតមកខ្ញុំក៏ឆាវាត្រឡប់មកឲ្យវាចូលគ្រឿងសពជាមួយនឹងឆ្អឹងជំនីជ្រូកយើងមកល្អចឹងទៅខ្ញុំក៏ថែមជាថើហើយនឹងក៏រត់ចូលទៅខ្ញុំក៏ឆាវាមកត្រឡប់ទៀតទៅឲ្យវាចូលគ្រឿងនេះឲ្យសពបានល្អហើយខ្ញុំក៏ចាក់ទឹករងាស់វាចោលអញ្ចឹងណាបន្ទាប់ពីខ្ញុំរងាស់សាច់នឹងបន្លែកំផុយល្អតិចមកបាទខ្ញុំដាក់ប្រហិតសាច់គោនឹងពោតចូលទៅខ្ញុំក៏កូរវាបន្តិចទៅខ្ញុំក៏រងាស់វាចោលផៃមកពុះពីពុះទីមកជាការស្រេចឥឡូវនេះមុខម្ហូបខ្ញុំបានឆ្អិនរីករាល់ហើយស្ងោរចឹងជំនីជ្រូកជាមួយនឹងប្រហិតសាច់គោនិយាយវាថាទំនងខ្លាំងណាស់បងប្អូនហើយបន្ទាប់ពីខ្ញុំដួសដាក់ចានរីករាល់មកឥឡូវនេះខ្ញុំចាប់ដើមរោយខ្ទឹមបំពងបន្តិចមកលឹកខ្ទឹមបន្តិចមកជាការស្រេចហើយជាសួរបងប្អូនអរគ្នាថ្ងៃនេះគឺបានមុខម្ហូបពិសេសទៀតហើយគឺស្ងោរឆ្អឹងជំនីជ្រូកជាមួយនឹងប្រហិតសាច់គោបងប្អូនអូយមុខម្ហូបនេះខានហូបយូរមែនតែនហ្មង